ជំរាបសួរលោកស្រីបងប្អូននេះជាពិសេសមិត្តអ្នកគ្រប់គ្រងស្នាដៃរបស់ខ្ញុំទាំងអស់ខ្ញុំមានបណ្ដាញទំនាក់ទំនងសង្គមផ្លូវការចំនួន3ដែលខ្ញុំសូមចែករំលែកហើយមួយគឺ Facebook ដោយលោកស្រីបងប្អូនធ្លាប់បានស្គាល់ហើយអ្នកខ្លះតាមដានពី Facebook មក TikTok ហើយទី2គឺ TikTok និងបច្ចុប្បន្នយើងមានមួយទៀតគឺ YouTube បច្ចុប្បន្នខ្ញុំកំពុងតែសរសេរនៅ program មួយចំនួនជាលក្ខណៈ storytelling ផងជាលក្ខណៈ review សៀវភៅផងដែលដាក់នៅក្នុង YouTube ហើយមានប្រធានបទដើម្បីចែករំលែកដែរហើយលើកទឹកចិត្តសម្រាប់លោកលោកស្រីបងប្អូនទាំងអស់គ្នាដែលមានកូនដែលមានប្អូនដែលមានសិស្សានុសិស្សដែលពួកគាត់ចាប់អារម្មណ៍ទៅជាមួយនឹងការសិក្សាចាប់អារម្មណ៍ទៅជាមួយនឹងការអានសៀវភៅចាប់អារម្មណ៍ទៅជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនអាចអញ្ជើញណែនាំគាត់ឲ្យចូលរួមនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមទាំង3ដែលខ្ញុំបានលើកឡើងខាងលើជាមួយនឹងឈ្មោះ account Facebook របស់ខ្ញុំបណ្ដាតបន្ទាប់មក TikTok គឺ Radman ឬក៏បណ្ដាតហ្នឹងហើយនៅក្នុង YouTube យើងដាក់ឈ្មោះ Rad Author and Education ដោយសារតែខ្ញុំផ្ដោតសំខាន់ទៅលើការអប់រំដោយលោកលោកស្រីបងប្អូនគឺដឹងថារយៈពេលរាប់ឆ្នាំហើយដែលខ្ញុំធ្វើកិច្ចការងារទាក់ទងជាមួយសៀវភៅទាក់ទងជាមួយយុវជនទាក់ទងជាមួយនឹងកុមាររហូតដល់ខ្ញុំមានពាក្យ slogan របស់ខ្លួនឯងអ្វីដែលខ្ញុំចង់ឃើញគឺយុវជនបន្តការសិក្សាកុមារទៅសាលាកុមារទៅសាលាយុវជនបន្តការសិក្សានេះជាអ្វីដែលខ្ញុំចង់ឃើញហើយតាមរយៈសៀវភៅ3 4 5ចំណងជើងដែលខ្ញុំបានធ្វើកន្លងមកគឺខ្ញុំផ្ដោតសំខាន់ទៅលើការអប់រំផ្ដោតសំខាន់ទៅលើការសិក្សាដោយសៀវភៅនីមួយៗយើងមិនទៅណាឆ្ងាយពីការអប់រំទេតែការដ៏រីករាយជាសៀវភៅដែលនឹងត្រូវបោះពុម្ពជាភាសាឡាវសម្ពោធជាផ្លូវការនៅក្នុងខែមីនាឆ្នាំ2026នេះនៅថ្ងៃទី16នៅប្រទេសឡាវបន្ទាប់មកយើងមានរឿងជីវិតផលិតជាសៀវភៅដែលទទួលបានគ្រប់គ្រងច្រើននិងខ្ញុំស្ទើរតែមិនជឿថាសៀវភៅនេះមានចំណាប់អារម្មណ៍ច្រើនពីជាពិសេសពីមិត្តអ្នកអានពីគ្រប់មជ្ឈដ្ឋានទាំងអស់ហើយខ្ញុំសប្បាយចិត្តដែលសៀវភៅនេះបានចូលរួមជួយសង្គមជាពិសេសយុវជនដែលទើបឡើងមកភ្នំពេញដំបូងអំពីការសាកគប់មិត្តការជ្រើសរើសផ្លូវវិជ្ជាជីវិតដើមជាដើមការអភិវឌ្ឍសមត្ថភាពខ្លួនការដឹងខ្លួនការកែតម្រូវខ្លួនជាដើមហើយសៀវភៅចុងក្រោយដែលទើបតែបោះពុម្ពថ្មីថ្ងៃរសៀលជាសៀវភៅដែលរៀបរាប់អំពីដំណើរជីវិតដែរប៉ុន្តែពេលរសៀលពេលចាស់ទៅពេលមានជំងឺជាប់រំរាយជាប់ខ្លួនហ្នឹងនៅពេលនៅក្នុងស្ថានភាពហ្នឹងកលៈទេសៈហ្នឹងតើអ្នកទាំងអស់នោះផ្ដាល់មិនខ្លះហើយប្រសិនបើមានឱកាសពួកគាត់នឹងធ្វើអ្វីមុនពេលដែលថ្ងៃនោះមកដល់អញ្ចឹងនេះជាគោលបំណងពេញរបស់ថ្ងៃរសៀលចឹងបច្ចុប្បន្នសម្រាប់សៀវភៅទាំង3ក្បាលនេះយើងក៏មានជាឈុតអញ្ចឹង3ក្បាលនេះបឋមអ្វីបច្ចំអ្វីនិងសំទោសមជ្ឈិមអ្វីនិងបច្ចំអ្វីចង់តេដែរយើងមានជាឈុត3ក្បាលហ្នឹងដែលខ្ញុំផ្ដោតសំខាន់ទៅលើរឿងរ៉ាវពីអតីតកាលរឿងរ៉ាវបច្ចុប្បន្នហើយនិងរឿងរ៉ាវនៅពេលថ្ងៃចិត្តដឹកឬក៏ចិត្តពេលចុងក្រោយនៃឆាកជីវិតរបស់មនុស្សអូខេខ្ញុំចែករំលែកប៉ុណ្ណេះថ្មីនៅក្នុងបណ្ដាញសង្គមទាំង3ទាំង TikTok Facebook ហើយនិង YouTube អរគុណជម្រាបលា